បើសិនជានៅក្នុង original tarot card គឺយើងនឹងហូបទៅលើស្អីហែកមាត់ខ្លាចាប់ the strength four of and queen of wands បើស្លឹកឲ្យ the strength ការអាន tarot card នេះជាការអានបែបទូទៅមិនបានសំដៅដល់បុគ្គលណាម្នាក់នោះទេត្រូវបានធ្វើឡើងសម្រាប់តែការកម្សាន្តនិងជាទស្សនៈទូទៅតែប៉ុណ្ណោះសូមទទួលយកតែពាក្យល្អៗនិងថាមពលវិជ្ជមានហើយប្រើប្រាស់ជាការណែនាំផ្លន់ៗតែមិនគួរយកទៅសម្រាប់ចិត្តសំខាន់ៗនៅក្នុងជីវិតផ្ទាល់ខ្លួនឡើងឬត្រូវតែមានការពិនិត្យជោគជាតាមផ្ទាល់ខ្លួន Okay, so now we're gonna start with the hello សុខភាពអ្នកនរso ឥឡូវយើង come back មកជាលក្ខណៈ series ហើយនៅក្នុង series នេះអត់មាននឹងធ្វើពាក់ព័ន្ធជាមួយនឹង series ស្នេហាខ្ញុំហើយខ្ញុំអត់ដឹងថារឿងហ្នឹងនឹងធ្វើជាមួយអ្នកណាគេប្រហែលភាគរយទេដោយសារសុកខ្ញុំមានអារម្មណ៍ថាចង់ធ្វើពី series ហ្នឹងហ្មងអញ្ចឹងលើកមកហ្នឹងតើស្នេហាគាត់ចង់ប្រអីចប់មិនថាយើងនឹងដេញជើងស្នេហាហ្នឹងរហូតដល់ថ្ងៃដែលគាត់ជួបស្នេហ៍ដែលគាត់ចង់បាន Okay so ឥឡូវខ្ញុំ start ចេញពី topic ដំបូងតែខ្ញុំគិតថា series ស្នេហាប្រហែលជាមានអ្នកដែលធ្លាប់មានបញ្ហាពីមុនមកអញ្ចឹងយើងមក start ចេញពីចំណុចដែលយើងព្រមឲ្យគេទៅ Okay so ថ្ងៃនេះខ្ញុំគិតថាអ្នកខ្លះជួបរឿងពិបាកចិត្តមកច្រើនដែរហើយអាចនឹងកំពុងគិតថាសុខចិត្តនឹងបដ ாய் ដោះលែងម្នាក់ហ្នឹងអញ្ចឹងនៅពេលដែលយើងដោះលែងម្នាក់ហ្នឹងទៅតើយើងកំពុងតែមានអារម្មណ៍មិនដែរ The strength four of and queen of wands បើស្លឹកឲ្យ the strength and then nine of cups and then the lover 3 4 of wands the justice nine of pentacles and then 6 of cups the chariot Page of Cups and then Ace of Wands Okay so ខ្ញុំគិតថាសម្រាប់វាខ្ញុំមិនចាំត្រូវទៅគិតច្រើននៅក្នុងវាហ្នឹងឯងព្រោះអីនៅពេលដែលបើកមកគឺវាបង្ហាញពីអារម្មណ៍អ្នកនរគ្នានៅក្នុងហ្នឹងហ្មងបើចេញពីស្លាបវាដំបូងគឺបានន័យថាស្លាបវា The Strength នេះយើងមើលទៅមនុស្សស្រីចាស់ម្នាក់ដែលគាត់មានក្មេងនៅពីកេងខាងលើគាត់ហើយគាត់មានការបើសិនជាប្រៀបធៀបជាមួយនឹងTarot card original ណាស្លាបវានេះគឺជាស្លាបវាមនុស្សស្រីដែរអាចនិយាយបានថាគាត់ចាស់ពុំហើយឆ្លងកាត់ខ្លួនជាច្រើនមកហើយអញ្ចឹងមនុស្សស្រីហ្នឹងខ្លាចទៅជាមនុស្សស្រីម្នាក់ដែររឹងមាំបើសិនជានៅក្នុង original នេះថាមនុស្សស្រីហ្នឹងគឺគាត់បានឆ្លងកាត់រឿងជាច្រើនមករហូតដល់អារម្មណ៍គាត់ខ្លាចទៅជាមនុស្សម្នាក់ដែររឹងមាំអញ្ចឹងមិនថានៅក្នុងស្ថានភាពមួយណាគឺគាត់អាច handle បានអាចគ្រប់គ្រងស្ថានភាពបានហើយមួយវិញទៀតគឺគាត់មានលក្ខណៈថាមានឆ្លងការពិតជាច្រើនអញ្ចឹងមិនថាមានរឿងអីមកប៉ះពាល់គាត់របៀបថារីរេចិត្តបានទេ Yeah and then បើស្លឹកវាបកស្រាយឲ្យស្លឹកវា the strength គឺអ្នកបានស្លឹកវា the hermit អញ្ចឹងអានេះដូចខ្ញុំនិយាយមុននឹងនៅខាងលើអញ្ចឹងគឺមនុស្សម្នាក់ដែលគាត់បានអង្គុយសមាធិឆ្លងកាត់ការសមាធិឆ្លងកាត់ការគិតទាំងយប់ទាំងថ្ងៃហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលគាត់បានសម្រេចចិត្តតែ so ការសម្រេចចិត្តរបស់គាត់គឺ Okay the thing is នៅពេលដែលគាត់ឆ្លងកាត់ការគិតឆ្លងកាត់ការឈឺចាំជាច្រើនមកហើយគាត់បានទឹកសម្រាប់ចិត្តអស់ហើយគឺគាត់នឹងចាប់ផ្ដើមចង់ចាប់ផ្ដើមជីវិតថ្មីអញ្ចឹងនៅក្នុងអានេះគឺយើងឃើញមនុស្សម្នាក់ដែលគាត់ចាប់ផ្ដើមរត់ឈរឡើងហើយសបៀននេះគឺជាសបៀនណៃអខប់គឺបានថាគាត់ចាប់ផ្ដើមថែខ្លួន set up ខ្លួនឯងអាចជាមុន confident ជាមុនចង់ចាប់ផ្ដើមជីវិតថ្មីហើយនៅក្នុងហ្នឹងគឺគាត់រំពឹងថានៅពេលដែលគាត់ឆ្លងកាត់ទាំងអស់ហ្នឹងហើយគឺរឿងដែលគាត់គិតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងរឿង the lover ឬការស្រឡាញ់អញ្ចឹងណាដែលទី1គឺគាត់ចង់បលែងការស្រឡាញ់ហ្នឹងទៅឬមួយក៏បលែងការស្រឡាញ់ហ្នឹងទៅហើយគាត់ចាប់ផ្ដើមទៅលេខមកមើលខ្លួនឯងហើយនឹងមើលមនុស្សដែរនៅជុំវិញខ្លួនគាត់ទៅលើអនាគតវិញ and ស្លាបវាមែនទី2គឺអ្នកទទួលបាន Four of Wands បើសិនជានិយាយពីអារម្មណ៍ផងអ្នកនៅពេលហ្នឹងខ្ញុំគិតថាអ្នកបានឆ្លងកាត់កន្លែងហ្នឹងយើងគិតថាការដែលចប់គឺជាជម្រើសដែលល្អបំផុតហើយនៅពេលដែលយើងចប់ហើយយើងនឹងបានជួបអីដែលល្អជាងមុននៅក្នុងជីវិតរបស់យើងអត់ទៅមុខទេរឿងហ្នឹងស្នេហាដែលវាគ្មានផ្លូវអាចនឹងទៅមុខបានអញ្ចឹងមានតែដោះលែងគ្នាទៅវិញទៅមកទោះបីជានៅក្នុងចិត្តយើងអាចនឹងមានថាការឈឺចាប់តិចតួចក៏ប៉ុន្តែយើងបានឆ្លងកាត់អារឿងឈឺចាប់ហ្នឹងខ្លាំងអញ្ចឹងវាដូចជាអត់មានយើងបានសម្រេចចិត្តហើយអញ្ចឹងយើងអត់មាននៅដកនៅក្នុងហ្នឹងឯងសូម្បីតែស្លាបវានេះគឺយើងទទួលបាន the justice so the justice គឺបានន័យថាការដែលសម្រេចចិត្តដែលស្មើភាពរវាងគ្នានឹងគ្នា
អញ្ចឹងអ្នកយើងក៏ថាអ្វីដែលយើងធ្វើទៅហ្នឹងគឺវាល្អសម្រាប់បុគ្គលទាំងពីរអញ្ចឹងសម្រាប់សាបៀននេះគឺចង់ដើរទៅមុខហើយ six of cup គឺយើងរំពឹងគាត់ថានៅពេលដែលយើងដើរទៅមុខរៀងខ្លួនយើងនឹងទទួលបានអ្វីដែលល្អក្នុងជីវិតរៀងខ្លួន so ស្លាបៀនចុងក្រោយគឺ queen of wand យ៉ា ready នៅក្នុងការចាប់ផ្ដើមជីវិតថ្មីហ្មង and also ទទួលបាន the chariot ស្លាបៀននេះគឺបានន័យថាយើងនឹងចង់ keep forward ទៅមុខហ្នឹងឯង and page of cup យើងអត់ចង់ដកនៅជាមួយនឹងអតីតកាលទេជីវិតយើងគឺសុំតែទៅមុខហ្មងគឺយើងសម្រាប់ចិត្តថាយើងអត់ដកអីហើយការដែលយើងគិតថាយើងប្រឡែងគាត់ទៅគឺយើងចង់ចាប់ផ្ដើមថ្មីហ្មងអូខេអញ្ចឹងឥឡូវយើងមកមើលថាយើងមកមើលមួយទៀតថានៅពេលដែលយើងធ្វើអញ្ចឹងហើយមែនណាតើយើងនឹងអានេះជាអ្វីតែជាការគិតផងយើងជាការរំពឹងផងយើងក៏ប៉ុន្តែនៅពេលដែលយើងដោះលែងគាត់ទៅមែនតើហ្នឹងតើយើងនៅពេលដែលយើងដោះលែងគាត់ទៅមែនតើហ្នឹងតើយើងនឹងជួបអ្វីដែលយើងរំពឹងទុកមែនអត់អូខេអញ្ចឹង general reading វាអាចនឹងត្រូវខ្លះឬមួយក៏អត់ត្រូវសោះហ្មងវាទៅតាម design ដែលយើងមានចំពោះគ្នា the tower the hierophant ten of wands អូខេបើសិនជាឲ្យនិយាយពីថាអ្វីដែលយើងបានគិតរំពឹងថានៅពេលដែលយើងដោះលែងគេទៅវានឹងជួបបែបហ្នឹងតែនៅពេលដែលស្ថានភាពជាក់ស្ដែងស្លបៀននេះគឺបានន័យថា the tower បានន័យថាវាត្រូវបានចប់រវាងមនុស្សពីរនាក់គឺបែងចែកផ្លូវដើររៀងខ្លួនបន្ទាប់ពីហ្នឹងមកអ្នកអាចនឹងប្រហែលជាជួបមនុស្សជាច្រើនដូចជាជួបមិត្តភ័ក្តិ hang out ជាមួយមិត្តភ័ក្តិជាច្រើនអញ្ចឹងណាក៏ប៉ុន្តែអារម្មណ៍ផងវាអាចនឹងនៅពុតគិតពីគេនៅពេលដែលចប់គ្នាមែនតើហ្មងហើយចិត្តយើងគិតថាយើងអាចអូខេមែនតើហើយក៏ប៉ុន្តែនៅពេលដែលយើងទៅក្នុងអំឡុងពេលដំបូងគឺយើងអាចនឹងមានមិត្តភ័ក្តិជួយ support យើងនៅក្នុងការជួយឲ្យយើង move on ចេញពីម្នាក់ដល់ក៏ប៉ុន្តែក្នុងចិត្តផងយើងនៅពេលដែលយើងត្រឡប់មកផ្ទះវិញម្នាក់ឯងណាគឺយើងគិតពីមនុស្សម្នាក់នេះដែលយើងឲ្យគេទៅហើយអញ្ចឹងការដែល move on ចេញពីតំណែងមួយគឺធម្មតាយើងត្រូវការចាយពេលដើម្បីលុបម្នាក់នឹងចេញពីចិត្តពួកអីពេលខ្លះវាអាចនឹងមិនស្រួលដូចអ្វីដែលយើងគិតទៅពេលខ្លះយើងអាចនឹងគិតបែបហ្នឹងតែនៅពេលដែលយើងជួបស្ថានភាពជាក់ស្ដែងវាអាចនឹងធ្វើអារម្មណ៍យើងមានបែបផ្សេងមួយទៀតអូខេអញ្ចឹងadmin មកឆែកលក្ខណៈខ្លីៗទៅលើមួយទៀតចោះទៅលើគិតថាតើនៅពេលដែលខាងគាត់វិញជាពាក្យសម្ដីជាការគិត message ពីខាងគាត់វិញតើគាត់មានអារម្មណ៍បែបណា Let me hold you សូមឲ្យខ្ញុំនៅជាមួយអ្នកបន្តទៀត I want to go get you drunk អានេះរបៀប Let me hold you នេះបើសិនជាយើងបកប្រែទៅវាមិនបានន័យថាសូមឲ្យខ្ញុំនៅជាមួយអ្នកបន្តទៀតដែរលក្ខណៈយើងបកជាទៅតាម situation ផងយើងអញ្ចឹងណាអញ្ចឹង Let me hold you គឺបានន័យថាសូមឲ្យខ្ញុំនៅសម្រាប់នៅក្នុងប្រធានបទរបស់យើងគឺបានន័យថាសូមឲ្យខ្ញុំនៅជាមួយអ្នកបន្តទៀតហើយសម្រាប់ស្លុកបៀទី2នេះគឺ I want to get you drunk បើសិនជានៅក្នុង message បែប direct ហ្មងគឺខ្ញុំចង់ធ្វើឲ្យអ្នកឯងស្រវឹងក៏ប៉ុន្តែបើសិនជានៅក្នុង tarot card ប្រធានបទរបស់យើងគឺស្លាបៀននេះបានន័យថាខ្ញុំចង់ឲ្យអ្នកត្រឡប់មកលងជាមួយខ្ញុំម្ដងទៀត I think that I don't need to like this is not good shouldn't so this one I have to change it I think we should slow down បានន័យថាយើងទាំងពីរអ្នកគួរតែគិតអីបែបយឺតអញ្ចឹងណាកុំរបៀបថាសម្រាប់ចិត្តទៅលើរឿងអី rush ខ្លាំងពេក Okay so today is your tarot card សម្រាប់ series part ទី1ហើយបើសិនជារឿងហ្នឹងត្រូវជាមួយនឹងរឿងរ៉ាវរបស់អ្នកដែលកំពុងជួបឥឡូវហ្នឹងកុំទៅចូល live and comment ឲ្យ admin ផង and we gonna come to see each other again in the part 2